តែអ្នកទាំងអស់គ្នាមានឆ្ងល់អត់តើបេតុងអាមេជាអ្វីហើយបេតុងអាមេវាមានគុណសម្បត្តិនិងគុណវិបត្តិអ្វីខ្លះក្នុងការប្រើប្រាស់នៅក្នុងការងារសំណង់ថ្ងៃនេះខ្ញុំមកក្រានឹងមកបង្ហាញទៅអ្នកទាំងអស់គ្នាបេតុងអាមេគឺជាពាក្យដែលបានមកពីភាសាបារាំងបេតុងគឺជាសមាសធាតុដែលផ្សំឡើងពីស៊ីម៉ង់ត៍ខ្សាច់ថ្មនិងទឹកដែលត្រូវបានគេលាយទៅតាមសមាសធាតុកំណត់នៃបទដ្ឋានសំណង់អាមេគឺប្រែមកពីភាសាបារាំងជាខ្មែរដែលមានន័យថាដែកឬសរសៃដែកដូច្នេះបេតុងអាមេគឺជាបេតុងដែលប្រើជាមួយនឹងសរសៃដែកតើហេតុអីបានយើងត្រូវចាំបាច់ប្រើបេតុងជាមួយនឹងដែកការប្រើប្រាស់បេតុងទទេមិនអាចធ្វើឲ្យគេមានភាពរឹងមាំក្នុងកម្ពស់ខ្ពស់បាននោះទេពីព្រោះបេតុងធ្វើការខ្លាំងនឹងកម្លាំងសង្កត់តែដែកគឺជាដៃគូសំខាន់ដែលធ្វើឲ្យកម្លាំងទាញនិងកម្លាំងពុតបង្កោងក្រៅពីការធ្វើការតាមសមាសភាពរៀងៗខ្លួនបេតុងគឺជាអ្នកការពារដែកមិនឲ្យចេះច្រេះចាប់ប្រៀបដូចជាសម្បកការពារយ៉ាងរឹងមាំចំណែកឯដែកវិញវាជួយទប់ទល់នឹងការបែកប្រេះរបស់បេតុងដោយសារតែដែកមានរេស៊ីស្តង់និងភាពយឺតខ្លាំងជាងបេតុងអញ្ចឹងយើងមកដឹងពីគុណសម្បត្តិនិងគុណវិបត្តិរបស់បេតុងអាមេទាំងអស់គ្នាទី1គុណសម្បត្តិនៃបេតុងអាមេបេតុងអាមេមានគុណសម្បត្តិជាច្រើនដូចជាបេតុងអាមេធ្វើការល្អបំផុតសម្រាប់សំណង់គ្រឹះវាមានតម្លៃសមរម្យលទ្ធភាពនៃការទ្រទ្រង់ខ្លាំងទៅលើកម្លាំងសង្កត់និងកម្លាំងទាញធន់នឹងអគ្គិសនីនិងការរំខានពីអាកាសធាតុធ្វើឲ្យសំណង់មានអាយុកាលយូរអង្វែងបេតុងអាចធ្វើការបានល្អគ្រប់ទម្រង់និងស្ថានភាពងាយស្រួលក្នុងការសាងសង់ធ្វើឲ្យគ្រឿងបង្គុំមានកម្រិតដាទាបទី2គុណវិបត្តិនៃបេតុងអាមេទោះបីជាបេតុងអាមេមានគុណសម្បត្តិយ៉ាងច្រើនក៏ដោយក្នុងនោះក៏មានគុណវិបត្តិជាច្រើនផងដែរបេតុងអាមេត្រូវការចំណាយនឹងការប្រើប្រាស់ក្តារពុម្ពច្រើនសម្រាប់សំណង់ធំៗការប៉ះពាល់ដល់បរិស្ថានការបាត់បង់ជម្រកសត្វដោយសារតែការវាយកម្ទេចភ្នំយកថ្មនិងសមាសធាតុផ្សំក្នុងការផលិតការចំណាយពេលយូរក្នុងការទទួលយកភាពធន់ដែលចង់បាននឹងត្រូវមានការថែទាំនិងត្រួតពិនិត្យជាចាំបាច់ក្នុងការចាក់បេតុងនិងដោះពុម្ពបេតុងអាចនឹងបាត់បង់ភាពធន់ឬប្រេះក្នុងករណីមានសីតុណ្ហភាពប្រែប្រួលជាញឹកញាប់កម្ដៅថ្ងៃដែលស្តុកនៅក្នុងបេតុងនឹងបញ្ចេញមកក្រៅវិញនៅពេលយប់ដែលជាហេតុនាំឲ្យប៉ះពាល់ដល់បរិស្ថាននិងការរស់នៅរបស់មនុស្ស